អេមីរ៉ាតអារ៉ាប់រួម UAE បានសម្រេចចាកចេញពីអង្គការនៃប្រទេសនាំចេញប្រេង OPEC និងសម្ព័ន្ធ OPEC Plus កាលពីដើមខែឧសភាបន្ទាប់ពីបានរួមរស់ជាសមាជិកតាំងពីឆ្នាំ1967មកការសម្រេចចិត្តនេះត្រូវបានអះអាងដោយលោក Suhail Mohammed Al-Masroui រដ្ឋមន្ត្រីធម្មពលរបស់ប្រទេសនេះថាផ្អែកលើចក្ខុវិស័យសេដ្ឋកិច្ចសុទ្ធសាធនិងគ្មានការពាក់ព័ន្ធនឹងចំនួននយោបាយឬការខ្វែងគំនិតណាមួយឡើយលោកបានបញ្ជាក់រឿងនេះនៅលើបណ្ដាញសង្គម X នៅថ្ងៃទី16ឧសភាលោក Al-Masroui បានបញ្ជាក់ថាការចាក់ចេញនេះធ្វើឡើងដើម្បីផលប្រយោជន៍ជាតិសមត្ថភាពផលិតកម្មនាពេលអនាគតនិងការបដិញ្ញាចិត្តក្នុងការរក្សាស្ថិរភាពទីផ្សារក្នុងនាមជាអ្នកផ្គត់ផ្គង់ដ៏គួរឲ្យទុកចិត្តជាក់ស្ដែងអេមីរ៉ាតអារ៉ាប់រួមមានគម្រោងបង្កើនសមត្ថភាពផលិតប្រេងឲ្យបានដល់ 4.9 លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំក្រោយខណៈបច្ចុប្បន្នផលិតបានត្រឹមចន្លោះពី 1.8 ទៅ 2.1 លានបារ៉ែលប៉ុណ្ណោះហេតុផលនេះធ្វើឲ្យការរឹតបន្តឹងកូតារបស់ OPEC លែងឆ្លើយតបនឹងតម្រូវការយុទ្ធសាស្ត្រសេដ្ឋកិច្ចរយៈពេលវែងរបស់ខ្លួនគួរជម្រាបថាអេមីរ៉ាតអារ៉ាប់រួមត្រូវបានចាត់ទុកជាប្រទេសមានឥទ្ធិពលខ្លាំងលំដាប់ទី2នៅក្នុង OPEC បន្ទាប់ពីអារ៉ាប៊ីសាអូឌីតដោយសារតែមានសមត្ថភាពបម្រុងខ្ពស់ក្នុងការជួយទប់ទល់នឹងវិបត្តិផ្គត់ផ្គង់និងការប្រែប្រួលតម្លៃប្រេងពិភពលោកបច្ចុប្បន្នទីផ្សារប្រេងកំពុងមានភាពតានតឹងដោយតម្លៃប្រេង Brent មានតម្លៃ$111និង WTI របស់អាមេរិកមានតម្លៃ$107ក្នុងមួយបារ៉ែលដែលបានកើនឡើងជិត 60% ចាប់តាំងពីមានចំនួនមក